Một số đây bằng vốn đọc nè. Ở đây dùng một scroll tủ sập cái chọn cầu mình đấy, mở từ riêng em đấy. Cái chọn cáo các bạn em một cái này. Vivo bằng vốn Vivo. Xa ta nè. Hay phép đôi thép C bằng vốn phép đôi thép C. Camera pla một pla kia tầm đó ạ. Phép cái chọn cáo bằng vốn. Đây vào liềm bốc, liềm đỏ, power. Thìនេះគឺជា Vivo តែ Vivo ប្រហែលយើងឆែកមើលសិនចូល setting មកហើយយើងស្គាល់វាអស់សិននេះបងប្អូន Vivo S16 ជាមួយអានឹង RAM ប្រហែល G អានឹងអូនេះបងប្អូន RAM 8 8G វាស្មើនឹង 610G ខ្ញុំនិយាយឲ្យចំណែក memory វិញរកដល់ 256G memory 256G RAM 8G បូកនឹង 8G ហើយកម្លាំងរបស់វាមិនធម្មតាទេបងប្អូន 3.2 GHz Snapdragon 807 Octa Core យ៉ាមិនធម្មតាទេ version info មើលនេះ version របស់វាក៏មិនណយដែរបងប្អូនបងប្អូនមើលខ្លួនឯងទៅ version របស់វាក៏ខ្ពស់ដែរអញ្ចឹងទូរស័ព្ទនេះល្បឿនរបស់វាគឺមិនធម្មតាទេបងប្អូនល្បឿនអស់តោះឲ្យ Android 14 ទៀតនេះ version 14 Android 14 ហ្នឹងឯងអញ្ចឹងបងប្អូនឃើញហើយនេះគឺជាទូរស័ព្ទ Vivo S16 ណាបងប្អូន S16 memory របស់វា 256GB ហើយនឹង RAM របស់វាគឺ 8G បូកនឹង 8G ហើយថែម 8G ទៀតបន្ទាប់ពីនោះមកអ្វីដែលយើងឃើញនេះគឺជាប្រភេទ version China ឬក៏ហៅថា version របស់ចិនអញ្ចឹងបើ version របស់ចិនអញ្ចឹងគឺយើងអត់មាន Play Store ទេមែនអត់មាន Google Play Store អត់មាន Google Service អត់មាន YouTube មានអីទាំងអស់មានតែចិនភាសាចិនតែម្ដងឃើញទេអត់មានទេទាញមកក៏អត់មានដែរណាអត់មាន Google Play Store អត់មាន Service អីទាំងអស់អញ្ចឹងឥឡូវនេះខ្ញុំបង្ហាញបន្តទៅទៀតណាបន្ទាប់ពីមើលរូបរាងដៃជើងវាហើយឃើញថាវាអែមហើយបន្តមកទៀតយើងត្រូវធ្វើអីគឺយើងត្រូវតែតម្លើង Play Store ឬក៏តម្លើង Google Play Store ទៅលើទូរស័ព្ទមួយនេះលើ Android 14 Vivo Android 14ឬក៏ Vivo S16 version 14អញ្ចឹងដើម្បីដាក់ Play Store ឬក៏ Google Play Store បងប្អូនត្រូវតែភ្ជាប់ Wi-Fi ឲ្យហើយនេះខ្ញុំភ្ជាប់រួចហើយបន្ទាប់មកទៀតបងប្អូនត្រូវតែរកពាក្យថា Vivo App Store នេះបងប្អូន Vivo App Store ចុចលើវាមកហើយយើងចុច agree ចាំវាបន្តិចបន្ទាប់មកយើងចុចកន្លែងនេះកន្លែង search ចុច allow វាសិនមក search ម្ដងទៀតយើងចុចកន្លែងនេះដើម្បីងាយស្រួលហើយយើងវាយពាក្យថា Gmail បងប្អូន Gmail នេះ Gmail យើងនឹងឃើញ Gmail កន្លែងនេះអញ្ចឹងយើង down Gmail មួយមកនេះដើរលឿនចុយយេហើយនេះបងប្អូនមើលលឿននេះដើរលឿនខ្មាញ់នេះបន្ទាប់ពី download Gmail ហើយយើង download នេះ Play Store នេះមួយទៀត download Play Store នេះមកdown មកទៅហើយលឿនចំយាយលឿនខ្មាញ់តែម្ដងលឿនណាស់បងប្អូនឥឡូវនេះចប់ហើយ Gmail អូខេ download Gmail រួចហើយ download Play Store ក៏រួចហើយដែរ download Chrome មួយទៀតនេះ Google Chrome នេះមួយទៀតមកលឿនណាស់លឿនមែនតែនលឿនហុយជុកតែម្ដង download Google Chrome បន្ទាប់មកយើង download Google នេះមួយទៀតណា download មួយទៀតទៅហើយលឿនណាស់អូខេលឿនមែនតែនអញ្ចឹងដឹង download តែ4ហ្នឹងបានហើយមិនបាច់ download អីទៀតទេអានេះយើងមិនបាច់ install ទេដោយសារយើង install ឲ្យលើរួចហើយអញ្ចឹងណានេះអានេះគឺយើងត្រូវ download វាដែរ download ទាំងអស់ហ្នឹង Gboard អានេះយើង download បាន5ហើយអានេះមិនបាច់ទេយើងមើលអីទៀតនេះ Google Photo នេះមួយទៀតអញ្ចឹងយើង down ទាំងអស់ហ្នឹងចាំវាបន្តិចបងប្អូនដោយសារវាមកលើហើយអាលើនេះវាកំពុងតែដើរនេះលឿនខ្មាញ់អញ្ចឹងយើង down បាន1 2អានេះ3នេះហើយកំពុងតែ update អានេះ
នេះកំពុងតែ update នេះវា update មិនយើង down ដែរតែវា update អញ្ចឹងវាឲ្យយើងនៅចាំវា update អញ្ចឹងនេះ update ហើយអូខេអានេះហើយមួយដែរនេះអានេះហើយ Google នេះហើយចាទាំងណាបាទនេះយើង down បាននេះ 3 4ហើយបងប្អូនឥឡូវចូលទៅកន្លែងហ្នឹងទៀតមក Vivo App Store កន្លែងណាមិញនេះអានេះ Chrome នេះ1 2អានេះអត់ទាន់ update បានទេអានេះហើយអានេះក៏ហើយដែរហើយ photo នេះក៏ហើយដែរអូខេយើង down តែប៉ុណ្្នឹងមកបានហើយអានេះក៏ត្រូវ down ដែរប៉ុន្តែបាច់ទៅទុកម្ដងយើង down យកតែប៉ុណ្្នឹងមកបន្ទាប់មកទៀតយើងមកមើលនេះយើងបានអីខ្លះនេះអូខេយើងបានប៉ុណ្ណេះណាបាន Chrome បាន Play Store បាន Google Photo បាន Gmail ហើយនេះអានេះមួយទៀតអញ្ចឹងទាញវាទៅដាក់ក្បែរគ្នាមកអូខេនេះដាក់ក្បែរនេះមកអញ្ចឹងយើងបាន6យើងដល់តែប៉ុណ្្នឹងមកបានហើយបន្តមកបងប្អូនចុចរើ Play Store មើលតើឲ្យ log in អត់ណាអូខេហើយជាឲ្យ log in ដែរតាមមើលអញ្ចឹងខ្ញុំនឹងព្យាយាម log in Gmail ណាមួយដែលខ្ញុំមាននេះហើយតែប៉ុណ្្នឹងគឺហើយយើងអាច log in download បានឥឡូវខ្ញុំ log in Gmail មួយបងប្អូនឥឡូវបងប្អូនណាខ្ញុំ log in Gmail មួយសិនបែបនេះចុចចូលដល់សិនអូខេឥឡូវយើងបាន Play Store ហើយបងប្អូនណាយើងមាន Play Store មានអីប្រើគេហើយតែប៉ុណ្ណេះនេះដើរលឿនចុយ memory 256GB ហើយ RAM 8GB បូក 8GB ទៀតឥឡូវខ្ញុំសាក download Facebook មួយចង់ដឹងនេះ Facebook អូខេចាំមើលវាលឿនប៉ុណ្ណាដែរ space វាធំអញ្ចឹងវាដើរលឿនដែរណាចប់តែលើនឹងឃើញតែមួយផ្លែតចប់ហើយយើងចង់ដឹងថាតើយើងអាច download បានអត់អញ្ចឹងនេះរបៀបដែលយើងតម្លើង Play Store ទៅលើទូរស័ព្ទ Vivo China តែ version ខ្ពស់បំផុតហើយ14 Android 14បងប្អូនខ្ពស់មែនតើណាហ្នឹងមិនខ្ពស់លេងខ្ពស់ខ្លាំងឥឡូវយើង down Messenger មួយទៀតណាអញ្ចេះនេះ Facebook Messenger down មក2មើលមិនវិញមកស៊ីម៉ោងយើង down មើលចង់ដឹងថាពេលយើង down ហើយយើងបើកតើវាទាមទារអីខ្លះលឿនដែរបងប្អូនណាអូខេ down មួយទៀត YouTube មួយទៀត down 13បានហើយចាំតិចនេះមកចុច install វាមកចឹងឃើញថាវាកំពុងតែទៅហើយលឿនតែម្ដងបងប្អូន YouTube ដាក់ទៅមួយផ្លេតគឺ 100% Facebook install ហើយនៅ Messenger កំពុងតែ install ដូចគ្នា YouTube កំពុងតែ install ដូចគ្នាអញ្ចឹងនេះគឺជាការបង្ហាញឲ្យបងប្អូនបានដឹងថាជារបៀបដែលយើងត្រូវ install Google Service ឬក៏ Google Play Store នៅលើទូរស័ព្ទប្រភេទ Vivo ណា version China ហ្នឹងគឺធ្វើអញ្ចឹងឯងណាគឺយើងធ្វើបែបហ្នឹងហើយតើកាលហ្នឹងទៅយើងអាចប្រើបានហើយអ្វីដែលសំខាន់ទៀតទូរស័ព្ទនេះគឺរាង A មែនតើកញ្ចក់កោងណាកញ្ចក់កោងហើយកាមេរ៉ាវាច្បាស់ហើយអានេះគឺផ្លាស់របស់វាក៏ភ្លឺលយដែរអញ្ចឹងបងប្អូនឃើញទេយើងមាន Google Play Store យើងមាន Google Service ហើយយើងមាន Facebook នេះ Facebook យើងអាចចូលមកអូខេឃើញទេយើងអាចប្រើបាន Facebook គ្រាន់តែ log in account មកគឺអូខេបាត់ហើយយើងចាំបន្តិច Messenger វាកំពុងតែមកតាមក្រោយ YouTube ក៏វាកំពុងតែមកដែរនេះ Messenger បងប្អូនកំពុងតែ install អញ្ចឹងយើងចាំមើលតើ Messenger បានអត់បាទអូខេវាចង់និយាយថាទូរស័ព្ទនេះរាង A មែនតើហើយការតម្លើង Google Play អានេះហៅ YouTube ហើយបងប្អូននៅ Messenger ក៏ហើយដែរអញ្ចឹងយើងទៅមើលនៅក្នុង home screen នេះយើងឃើញហើយ home screen YouTube យើងមាន YouTube ហើយចុច play បានហើយ Messenger ក៏មានដូចគ្នាយើងចុច allow វាមកអូខេហើយបាទសួរតែប៉ុណ្ណឹងគឺបានហើយអរគុណច្រើនបងប្អូនអរគ្នានេះគឺជារបៀបតម្លើង Google Play Store ឬក៏ Play Service
ទៅលើម៉ាស៊ីន Vivo S16 version China ឲ្យយើងអាចប្រើបានដូចគ្នាទៅឯងស្អាតណាស់បងប្អូនអើយបើនិយាយពីកាមេរ៉ាវិញអេមណាស់និយាយពីកាមេរ៉ាវិញគឺអេមតែម្ដងច្បាស់តែងហ្មងកាមេរ៉ានេះច្បាស់ណាស់បងប្អូនកាមេរ៉ាហ៎អញ្ចឹងចង់ប្រាប់បងប្អូនថាវាច្បាស់អញ្ចឹងដោយសារវាខ្លាំងណាបងប្អូនល្បឿនរបស់វាអញ្ចឹងបាទអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការទស្សនាវីដេអូនេះបាទ